គាត់គឺចាំខ្លាំងហើយចាំមើលអ្នកគ្រូចាស់ល្អហើយអង្គុយចុះអ្នកទាំងអស់គ្នាថ្ងៃនេះអ្នកទាំងអស់គ្នាស្លៀកពាក់បានសមរម្យទាំងអស់គ្នាតែម្ដងអ្នកគ្រូសូមសរសើរថ្ងៃនេះអ្នកគ្រូនឹងបង្រៀនមេរៀនថ្មីដល់បងប្អូនទាំងអស់គ្នាចាំមើលណាអ្នកគ្រូឯងស្អីគេហ្នឹងហើយបងប្អូនណែយកស្អីមកដាក់លើកៅអីអ្នកគ្រូហ៎ចំអ្នកគ្រូឯងជាសាសនាណាហេតុអីក៏ឯងធ្វើបែបនេះហ៎ដើម្បីសប្បាយអ្នកគ្រូសប្បាយចិត្តចុះតើមើលមើលលំបោះបែកខំទីនរ៉ាដាក្រុមឯងចូលទីចាត់ការលោកនាយកសាលាចង់ជួបអ្នកគ្រូចាំយកឯកសារនៅលើតុមើលផងណាចាលោកគ្រូអាកាផ្លឹកដល់ណាហើយសេនួនគិតទៅដល់ណាមិញហ្នឹងខ្ញុំគិតតែផ្ទះហ្នឹងអាកាគ្នាឮថាសាលាយើងឥឡូវជិតមានអាយុថ្មីហើយគ្នាដឹងតាឮថានៅកំឡោះឲ្យទៅរៀនចាប់អនុបណ្ឌិតផងប្រហែលជាកូនគេអ្នកមានហើយបានរៀនបានខ្ពស់បែបនេះណែគ្នាឮទៀតថាអាយុថ្មីហ្នឹងម៉ឹងម៉ាត់ហើយការងារក៏ច្បាស់លាស់ទៀតពួកយើងត្រូវតែប្រឹងប្រែងធ្វើការងារឲ្យទៅបានណោះល្អតាគ្នារកតែអាយុអញ្ចឹងហើយទៅការងាររបស់យើងវារីកចម្រើនអ្នកណាហ្នឹងខ្ញុំគឺវាសនាកូនសិស្សរបស់អ្នកគ្រូភ្លេចខ្ញុំហើយវាសនាហើយទីបំផុតកូនមកហើយវាសនាបាទអ្នកគ្រូអូយកូនស្អាតណាស់អ្នកគ្រូមើលសឹងតែមិនស្គាល់ហើយនេះព្រោះក្នុងចិត្តអ្នកគ្រូកូននៅតែជាក្មេងប្រុសជំទង់សុភាពគួរឲ្យស្រឡាញ់ណាស់ណាហើយចុះឥឡូវអ្នកគ្រូឥឡូវកូនខ្ពស់សង្ហាថ្លៃថ្នូរណាស់អូយអ្នកគ្រូសឹងតែមិនជឿទេនេះអ្នកគ្រូចាស់ច្រើនណាស់ហើយអ្នកគ្រូនៅខំប្រឹងប្រែងដាំដុះទៀតអ្នកគ្រូនៅតែដាំអញ្ចឹងពីមុនអ្នកគ្រូបណ្ដុះមនុស្សតែឥឡូវអ្នកគ្រូបណ្ដុះបន្លែផ្កាគ្រប់មុខដើម្បីសុខភាពអូយវាសនាថ្ងៃនេះអ្នកគ្រូសប្បាយចិត្តជាងថ្ងៃណាទាំងអស់ព្រោះបានសិស្សចាស់មកលេងនឹងអ្នកគ្រូណាបានអ្នកគ្រូតោះចូលទៅក្នុងញ៉ាំទឹកញ៉ាំអីសិនទៅបានអញ្ជើញអ្នកគ្រូតោះគុណតាអ្នកគ្រូអញ្ជើញផ្សារទឹកចាសិស្សមកលេងអ្នកគ្រូហើយណាមួយមកអរគុណអ្នកគ្រូផងគុណអ្នកគ្រូធំធេងណាស់អ្នកគ្រូចំណាយទាំងប្រាជ្ញាទាំងធនធានបើគ្មានអ្នកគ្រូទេសិស្សក៏គ្មានថ្ងៃនេះដែរហើយនេះជាបញ្ញាអន្តិញទួញសូមអ្នកគ្រូអញ្ជើញទទួលទៅមិនអីទេស្នាបានកូនមកលេងនឹងអ្នកគ្រូរំភើបចិត្តណាស់ទៅហើយដឹងទេសប្តាហ៍ថ្ងៃនេះអ្នកគ្រូកាន់តែចាស់កាន់តែឯកោ
កូនគេមានគ្រួសារបាយទៅទីទៅអស់សប្តាហ៍ថ្ងៃអ្នកគ្រូរស់នឹងធម្មជាតិអញ្ចឹងហើយពេលឃើញគេមកលេងម្ដងអ្នកគ្រូសប្បាយចិត្តខ្លាំងណាស់អ្នកគ្រូទទួលទុកទៅបាននិយាយពីគុណស្រ័យនោះគឺខ្ញុំជំពាក់គុណអ្នកគ្រូសងមិនអស់ទេស្នាអ្នកគ្រូមិនចង់បានអ្វីពីពួកកូនទេអ្នកគ្រូចង់ឲ្យតែកូនខ្លាចជាមនុស្សល្អមានតម្រៃវិជ្ជាធ្វើការបម្រើសង្គមឲ្យបានល្អគ្រប់គ្នាអ្នកគ្រូសប្បាយចិត្តណាស់ទៅហើយកូនមកខេត្តនេះមកលេងឬក៏មកមានការអីបានគឺខាងក្រសួងគេចាត់ឲ្យកូនមកធ្វើជានាយកវិទ្យាល័យនៅខេត្តយើងនេះនាយកអីបានកូនសប្បាយចិត្តណាស់ព្រោះអីកូនមានពេលច្រើនដើម្បីបានមកនៅក្បែរអ្នកគ្រូអ្នកគ្រូសប្បាយចិត្តមែនទេពិតជាទេវតាប្រទានមែនវាសនាគិតទៅមនុស្សល្អគឺពិតជាមិនសាបសូន្យទេណាឥឡូវចុះកូនស្នាក់នៅឯណាដែរគឺកូនស្នាក់នៅជាមួយនឹងបងចែមណាទៅកូនគឺបងចែមដែលបានជួយចិញ្ចឹមកូនហើយបានឲ្យកូនរៀនតាំងពីនៅតូចនោះអ្នកគ្រូបើថានេះបាននៅជាមួយអ្នកគ្រូតែម្ដងទៅហីកូនអរគុណអ្នកគ្រូប៉ុន្តែបងចែមគាត់ចាស់ណាស់ទៅហើយណាមួយគាត់នៅម្នាក់ឯងហើយចំណាយប្អូនស្រីគាត់នោះក៏រៀបការហើយទៅនៅផ្ទះផ្សេងបាត់ទៅកូនពិតជាមនុស្សមានហេតុផលមែនអ្នកគ្រូជួយឯងពិតជាមិនខុសទេហើយអ្នកគ្រូនៅតែម្នាក់ឯងទេពីមុនអ្នកគ្រូនៅតែម្នាក់ឯងទេតែឥឡូវនេះអ្នកគ្រូមានកូនចិញ្ចឹមម្នាក់ទៀតហើយបើសិនជាឯងបានឃើញគេឯងពិតជាភ្ញាក់ផ្អើលជាមិនខានហើយឥឡូវគេទៅណាបាត់ហើយអ្នកគ្រូគេទៅបង្រៀនបាត់ហើយគេធ្វើគ្រូដូចឯងអញ្ចឹងកូនស្នាយប់ហ្នឹងកូននៅញ៉ាំបាយជាមួយអ្នកគ្រូមកពេលទៅណាខ្ញុំរវល់បាត់ទៅហើយអ្នកគ្រូរវល់ស្អីគេទៅគឺជាប់ណាត់ទៅញ៉ាំបាយជាមួយនឹងនាយកវិទ្យាល័យចាស់អ្នកគ្រូអបាញ់មិញអ្នកគ្រូបានបញ្យល់រួចរាល់អស់ហើយអញ្ចឹងតើអ្នកទាំងអស់គ្នាអាចយល់ទេហើយឥឡូវអ្នកគ្រូដាក់កិច្ចការសម្រាប់ធ្វើនៅទីនេះហើយអ្នកគ្រូសុំទៅទីចាត់ការមួយផ្លែតអញ្ចឹងធ្វើទាំងអស់គ្នាណាបាទអ្នកគ្រូលោកនាយកអ្នកគ្រូសតិកានេះវាសនាដែលជានាយកត្រូវមកគ្រប់គ្រងនីតិវាសនាហើយនេះគឺជាអ្នកគ្រូសតិកាគាត់ធ្វើការនីតិនេះល្អណាស់វាសនាលោកគ្រូសុំទោសខ្ញុំមានការជាបញ្ញាសតិកាលោកគ្រូនាងគឺជាមិត្តភក្តិរបស់ខ្ញុំលាសិនហើយសតិកាឈប់សិនសតិកាលោកគ្រូមកចឹងសុំចេញកង់មកភ្លែងកង់ខ្ញុំតើលោកគ្រូវាសនាគេមិននៅទេលោកគេទៅបង្ហាញខ្លួននៅសាលាបាត់ហើយពួកខ្ញុំចង់មកជូនពរគេព្រោះឮថាគេឡើងធ្វើជានាយកវិទ្យាល័យហើយឥឡូវចេះចុះខ្ញុំសូមអញ្ជើញអ្នកគ្រូទៅជួបវាសនាទាំងអស់គ្នាហើយយើងញ៉ាំបាយជុំគ្នាតែម្ដងអញ្ចឹងក៏បានដែរលោកព្រោះខ្ញុំក៏ចង់ឲ្យវាសនាគេភ្ញាក់ផ្អើលខ្លះដែរបាទអញ្ចឹងសូមអញ្ជើញលោកទាំងពីរចាំមួយផ្លេតខ្ញុំទៅផ្លាស់សម្លៀកបំពាក់សិនបាទអញ្ជើញសតិកាជប់សិនសតិកាជប់សិនសតិកាជប់សិនសតិកាយ៉ាងម៉េចហើយនឹងសតិកាជប់ទៅសតិកាថយចេញសតិកាជប់សិនសតិកានេះកង់សតិកាតា